សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយរឿងមួយគឺថាមានអ្នកដែលនៅស្រុកខ្មែរគេស្ញប់ស្ញែងខ្ញុំគេទៅសារខ្ញុំគេថាអូយចន្ទ្រីពិតជាសំណាងមែនដែលបានមករស់នៅអាមេរិកខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាតរំតែខ្ញុំបានមករស់នៅអាមេរិកនេះគឺខ្ញុំឆ្លងកាត់នូវបញ្ហាជាច្រើនហើយពេលដែលខ្ញុំបានមកដល់អាមេរិកនេះហើយក៏ខ្ញុំជួបបញ្ហាជាច្រើនទៀតរហូតដល់ថ្នាក់ខ្ញុំត្រឡប់ទៅស្រុកខ្មែរវិញហើយខ្ញុំសម្រាប់ចិត្តថាមិនមករស់នៅសហរដ្ឋអាមេរិកវិញទៀតទេគឺដោយសារតែបញ្ហាវាច្រើនដំណាក់កាលមែនទេដែលខ្ញុំឆ្លងកាត់ហើយខ្ញុំពេលខ្លះខ្ញុំស៊ូតាមមកបានខ្ញុំបានតាំងចិត្តថាខ្ញុំមិនត្រឡប់មកសហរដ្ឋអាមេរិកវិញទេដោយសារខ្ញុំជួបបញ្ហាពេលដែលខ្ញុំមកដល់អាមេរិកនេះខ្ញុំជួបមនុស្សមានមនុស្សល្អមនុស្សអាក្រក់អញ្ចឹងណាអញ្ចឹងទៅធ្វើឲ្យខ្ញុំស្ទើរតែកើត depression តែម្ដងអ្នកទាំងអស់គ្នានេះមើលសក់ក្បាលខ្ញុំតាំងពីស្កូវមួយរហូតដល់ឥឡូវនេះគឺស្កូវពេញក្បាលណាចឹងកុំទៅសើខ្ញុំអីណាមនុស្សគ្រប់គ្នាតែងតែមានបញ្ហាដែលត្រូវដោះស្រាយរៀងខ្លួនអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាជួបបញ្ហាអញ្ចឹងកខកខងខ្ញុំមកក៏ជួបបញ្ហាកខខងដូចតែគ្នាដែរណាកុំឃើញរូបភាពសបកក្រៅល្អក៏ប៉ិតអត់ទេចាជួបបញ្ហា depression ខួរក្បាលចង់ឡប់សក់ក្បាលចិត្តកាត់ទៅជាយាយចាអូខេបាយ